វីដេអូនេះសម្រាប់អ្នកដែលចង់បង្កើតមាតិកាដំបូងប៉ុន្តែមានអារម្មណ៍ថាខ្មាស់អៀននិងភ័យខ្លាចស្នាវីដេអូនេះត្រូវហើយជំរាបសួរខ្ញុំបាទឈ្មោះផាឡាមើលត្រឡប់មកជួបខ្ញុំម្ដងទៀតហើយជាមួយនឹងវីដេអូថ្មីអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំនឹងចែកម្លែកបទពិសោធន៍របស់ខ្ញុំដែលធ្លាប់បង្កើតវីដេអូដំបូងក៏ដូចជារឿងជាច្រើនដែលខ្ញុំធ្លាប់ជួបដូចគ្នា អូខេអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំមកចែកម្លែកបទពិសោធន៍ព័ន្ធជាមួយនឹងការបង្កើតមាតិកាដំបូងរបស់ខ្ញុំហើយនឹងរឿងដែលខ្ញុំធ្លាប់ឆ្លងកាត់ពីមុនមកដូចគ្នាព័ន្ធជាមួយនឹងការខ្ញុំផលិតមាតិកាដំបូងគឺខ្ញុំចាប់ផ្ដើមនៅឆ្នាំ2019សម្រាប់ Facebook ហើយសម្រាប់ YouTube គឺខ្ញុំចាប់ផ្ដើមបង្កើតវីដេអូដំបូងរបស់ខ្ញុំនៅឆ្នាំ2021ដែលខ្ញុំបង្កើតជា Channel YouTube របស់ខ្ញុំហើយនៅពេលដែលខ្ញុំចាប់ផ្ដើមបង្កើតមាតិកាដំបូងសម្រាប់ខ្ញុំនៅពេលនោះគឺខ្ញុំមានតែទូរស័ព្ទតែមួយគត់គឺទូរស័ព្ទ iPhone 5ហើយការចាប់ផ្ដើមវីដេអូរបស់ខ្ញុំនៅថ្ងៃដំបូងរបស់ខ្ញុំវាមានភាពរអាក់រអួលហើយពាក់ព័ន្ធជាមួយនឹង quality នៅពេលនោះអាចនិយាយថាពិបាកទទួលយកដោយសារតែ quality ពីទូរស័ព្ទរបស់យើងវាអត់សូវច្បាស់ហើយប៉ុន្តែខ្ញុំស្រឡាញ់នឹងការពាក់ព័ន្ធជាមួយនឹងការថតវីដេអូអញ្ចឹងបងប្អូនហើយនៅពេលដែលខ្ញុំចាប់ផ្ដើមថតវីដេអូដំបូងសម្រាប់ខ្ញុំលើកទី1របស់ខ្ញុំហ្មងខ្ញុំមានអារម្មណ៍ថារៀងភ័យខ្លាចដូចគ្នាហើយខ្ញុំមានអារម្មណ៍ថាខ្ញុំរៀងខ្មាស់អៀនគេបងប្អូននៅពេលដែលខ្ញុំដកទូរស័ព្ទកាន់មកថតខ្លួនឯងចេះខ្ញុំមានអារម្មណ៍ថានៅពេលដែលមនុស្សជុំវិញខ្លួនយើងគាត់កលេចមកមើលយើងខ្ញុំអត់ដឹងថាគាត់គិតយ៉ាងម៉េចមកលើខ្ញុំទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំរៀងខ្មាស់អៀនសម្រាប់ខ្ញុំដំបូងប៉ុន្តែនៅពេលដែលយើងធ្វើវាយូរទៅយើងចាប់ផ្ដើមស៊ាំជាមួយនឹងបរិយាកាសនៅក្នុងមជ្ឈដ្ឋានខាងក្រៅហើយវាធ្វើឲ្យខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំមាន confidence លើខ្លួនឯងដូចគ្នាហើយខ្ញុំលែងមានអារម្មណ៍ថាខ្ញុំនឹងខ្មាស់អៀនសម្រាប់ការថតវីដេអូតទៀតដែរបងប្អូនអូខេអញ្ចឹងបន្ទាប់ពីការថតវីដេអូហើយនៅពេលនោះកម្មវិធីដែលខ្ញុំកាត់វីដេអូដំបូងគឺខ្ញុំកាត់នៅក្នុងកម្មវិធី Kind Master អ្នកនរនេះគឺជាកម្មវិធីដំបូងដែលខ្ញុំកាត់វីដេអូលើកដំបូងរបស់ខ្ញុំហើយបន្ទាប់មកទៀតអ្នកនរនេះជឿថាសម្រាប់កាត់វីដេអូនេះផ្ទាល់ខ្ញុំអត់ដែលមានសាលាណាបរិញ្ញាបត្រខ្ញុំទេហើយខ្ញុំក៏អត់ដែលបានចូលរៀនវគ្គត្រឹមត្រូវក្នុងការកាត់វីដេអូឬក៏វគ្គ Photoshop អីដែរអ្នកនរក៏ប៉ុន្តែខ្ញុំមានគ្រូរបស់ខ្ញុំមួយគឺគ្រូ YouTube ព្រោះនៅពេលដែលខ្ញុំឆ្ងល់កន្លែងណាមួយជាមួយនឹងខ្ញុំអត់ចេះកន្លែងណាមួយគឺខ្ញុំតែងតែ search នៅក្នុង YouTube ហើយខ្ញុំរៀនពី YouTube ពីខ្លួនឯងនេះគឺជាសម្ដីពិតហើយខ្ញុំអត់កុហកទេនេះជាអ្វីដែលខ្ញុំចង់ចែកម្លែកដូចគ្នាខ្ញុំអត់ដែលបានរៀនសាលាត្រឹមត្រូវទេដោយសារតែពីច្រើនគឺខ្ញុំរៀនតែពី YouTube ពីអ្នកនរហើយវីដេអូនេះ shout out ទៅបងដុំ feel ដូចគ្នាហើយក៏ដូចជា shout out ទៅបងរៀនថតដូចគ្នាគាត់ពីររូបនេះហើយដែលជំរុញឲ្យខ្ញុំបង្កើតវីដេអូដល់សប្តាហ៍ថ្ងៃនេះក៏ដូចជាពាក់ព័ន្ធជាមួយនឹងខ្ញុំលែងខ្មាស់អៀនក៏ដូចជាមានភាពក្លាហានក្នុងការនិយាយទៅកាន់សាធារណៈដូចគ្នាពាក់ព័ន្ធជាមួយនឹងពួកគាត់ហ្មងគឺខ្ញុំបានរៀនពីពួកគាត់ពាក់ព័ន្ធជាមួយនឹងប្លង់ថតក៏ដូចជាការកែពណ៌ក៏ដូចជាពាក់ព័ន្ធជាមួយនឹងការកាត់ចំណុចដំបូងរហូតដល់បញ្ចប់វីដេអូការសេរីសំឡេងតម្លាក់សំឡេងបែបម៉េចគឺខ្ញុំរៀនពីពួកគាត់ហើយថាពួកគាត់ជា idol របស់ខ្ញុំផ្ទាល់ដោយសារតែការពីខ្ញុំចាប់ផ្ដើមថតវីដេអូដំបូងខ្ញុំអត់ចេះសោះប៉ុន្តែខ្ញុំមើលវីដេអូពួកគាត់អ្នកនរគ្នាអញ្ចឹងសម្រាប់បងប្អូនដែលចង់ចាប់ផ្ដើមនៃការថតវីដេអូក៏ដូចជាពាក់ព័ន្ធជាមួយនឹងការកាត់វីដេអូពួកបងប្អូនអាច research ជាមួយនឹង channel របស់គាត់បានព្រោះខ្ញុំរៀនពីគាត់ដូចគ្នាអ្នកនរព្រោះបងរៀនថតខ្ញុំរៀននៅក្នុងវីដេអូ YouTube channel របស់គាត់គឺខ្ញុំរៀនពីកម្មវិធី Adobe Premiere បន្ទាប់មកទៀតបងដុំ feel គឺខ្ញុំរៀននៅក្នុងកម្មវិធី Adobe Premiere ដូចគ្នាពួកគាត់បរៀនច្បាស់ហើយពេលហ្នឹងខ្ញុំអាចថាសម្រាប់កម្មវិធីហ្នឹងខ្ញុំអត់យល់ទេអ្នកនរខ្ញុំអត់ដឹងថាកម្មវិធីមួយហ្នឹងរបៀបប្រើគេបែបម៉េចគេទាញវីដេអូបែបម៉េចចូលមកក្នុងកាត់គឺខ្ញុំអត់ចេះទេអ្នកនរនេះខ្ញុំនិយាយពិតមែនណាខ្ញុំអត់ចេះមែនក៏ប៉ុន្តែនៅពេលដែលខ្ញុំ research ពាក់ព័ន្ធជាមួយនឹងកម្មវិធីមួយហ្នឹងក៏ពេលហ្នឹងក៏ចំប៉ះចំ channel របស់គាត់ពីរហ្នឹងហើយខ្ញុំក៏មើលពីរបៀបនៃការ copy វីដេអូចូលក្នុងកម្មវិធីដើម្បីកាត់ឲ្យសមរម្យក៏ដូចជាពាក់ព័ន្ធជាមួយនឹងកាត់ទៅ VC គ្នាអញ្ចឹងទៅហើយresult ខ្ញុំអាចធ្វើវាបានវាមិនជា professional ទេប៉ុន្តែអាចប្រើប្រាស់បានអ្នកនរគ្នាអញ្ចឹងសម្រាប់អ្នកដែលចង់បង្កើតមាតិកាដំបូងសូមក៏មានអារម្មណ៍ថាយើងខ្មាស់អៀនក៏ដូចជាពេលដែលខ្ញុំបង្កើតមាតិកាដំបូងក៏ដូចអ្នកទាំងអស់គ្នាដែរអាចថាពាក់ព័ន្ធជាមួយនឹងការនិយាយស្ដីរបស់ខ្ញុំវារៀងរអាក់រអួលក៏ដូចជាមានអារម្មណ៍ថាយើងអត់សូវមាន confidence នៅក្នុងខ្លួនយើងហ៊ាននិយាយទៅយើងមានអារម្មណ៍ថាពេលដែលយើងថតទៅខ្លាចខ្មាស់អៀនគេឬក៏ពេលដែលយើងថតវីដេអូនេះទៅខ្លាចអ្នកមើលគេរិះគន់អីចឹងទៅរឿងនឹងខ្ញុំធ្លាប់ជួបដូចគ្នាប៉ុន្តែខ្ញុំចាត់ទុកថាទាំងអស់នោះវាជាបទពិសោធន៍របស់ខ្ញុំវាជាមេរៀនមួយរបស់ខ្ញុំដូចគ្នាហើយខ្ញុំយកវាមក develop ខ្លួនឯងដើម្បីឲ្យខ្លួនយើងវាអាចមកកំដៅទៀតហ្នឹងឯងតើគ្នាអូខេអញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តសម្រាប់អ្នកដែលចង់បង្កើតមាតិកាក៏ដូចជាពាក់ព័ន្ធជាមួយនឹងថតវីដេអូព្យាយាមថតពាក់ព័ន្ធជាមួយនឹងសកម្មភាពផ្សេងៗដូចជា vlog អីក៏ដោយមិនថា vlog ដើរលេង vlog ផ្សេងនៅផ្ទះធ្វើអីមួយក៏ដោយអ្នកព្យាយាមថតទៅហើយពាក់ព័ន្ធជាមួយនឹងការកាត់បើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់អ្នកទាំងអស់គ្នាអាច search នៅក្នុង YouTube បានក៏ដូចជាអាច chat មកខ្ញុំដូចគ្នាខ្ញុំនឹង open mind សម្រាប់យល់អ្នកទាំងអស់គ្នាខ្លះៗ
ពីពាក់ព័ន្ធជាមួយនឹងការកាត់វីដេអូដូចគ្នាបញ្ជាក់ថាខ្ញុំមិនមែនជាគ្រូហើយក៏មិនមែនជាអ្នកជំនាញក្នុងការកាត់វីដេអូដូចគ្នាក៏ប៉ុន្តែអ្វីដែលខ្ញុំចេះគឺដូចជា experience ដែលខ្ញុំធ្លាប់ដែលខ្ញុំរៀបរាប់មុនហ្នឹងខ្ញុំអាចបញ្យល់ក៏ដូចជាណែនាំក៏ដូចជាប្រាប់អ្នកទាំងអស់គ្នាបានដូចគ្នាអូខេខ្ញុំមានអារម្មណ៍ថាមកដល់ពេលបច្ចុប្បន្ននេះខ្ញុំអត់ស្ដាយក្រោយនៅអ្វីដែលខ្ញុំបានធ្វើទេប៉ុន្តែខ្ញុំស្ដាយក្រោយនៅពេលដែលខ្ញុំបានចាប់ផ្ដើមពីពេលនោះមកដូចគ្នាអូខេអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយបើសិនជាចូលចិត្តនៅវីដេអូនេះកុំភ្លេចចុច like និង share ទាំងអស់គ្នាហើយបើសិនជាមានចម្ងល់ត្រង់ណាអាច comment នៅខាងក្រោមនេះគ្នាហើយមួយទៀតសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹង support ខ្ញុំដូចគ្នាដោយចុច link YouTube ខ្ញុំនៅខាងលើ profile របស់ខ្ញុំហើយកុំភ្លេចចូលទៅ subscribe YouTube ខ្ញុំម្នាក់មួយផងហើយកុំភ្លេច follow page ខ្ញុំម្នាក់មួយផងដូចគ្នាព្រោះ page របស់ខ្ញុំចិត្តបាន 1k follower ហើយអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបជាមួយនឹងខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ